ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងនិយមស្ដាប់រឿងនិទានថ្ងៃនេះ Admin សូមមកបកស្រាយនិងបញ្ចប់សាច់រឿងដែល Admin បាននិទាននៅខាងលើ Admin សូមអធិស្ឋានចំពោះការខកខានក្នុងរយៈពេល3អាទិត្យមកនេះព្រោះដោយសារតែ Admin មានធុរៈផ្ទាល់ខ្លួនតែត្រូវដោះស្រាយថ្ងៃនេះ Admin សន្យាថានឹងមកបញ្ចប់សាច់រឿងដែល Admin បានផុសចែកចាយបងប្អូនទាំងអស់គ្នាបានស្ដាប់និងទស្សនាឥឡូវយើងមិនបងអង់យូរយើងក៏ចាប់ផ្ដើមបន្តសាច់រឿងដែលពេលនេះខ្មោចនឹងឆោមក៏ទួយសោកព្រោះនឹកដល់រឿងអតីតកាលដ៏ឈឺចាប់របស់នាងហើយក៏បានរៀបរាប់ប្រាប់ជំនាញផ្ទះថាមិនអាចទេមិនអាចបញ្ឈប់ទៅងាយៗបែបនេះទេដោយសារតែវាធ្វើឲ្យខ្ញុំខ្លាចទៅជាបែបនេះនឹកឃើញទៅដល់រឿងនេះខ្ញុំពិតជាមិនអាចអត់ឱនឲ្យវាជាដាច់ខាតខ្មោចនោះបាននិយាយរៀបរាប់ទាំងទឹកភ្នែកពោពេញទៅដោយគំនុំរីឯជំនាញផ្ទះក៏ព្យាយាមពន្យល់នាងទៀតថាគេក៏បានទទួលកម្មរបស់គេរួចហើយទើបគេបានកើតមកជាមនុស្សឆោមកុំទៅចងកម្មពៀនឹងគេទៀតអីនោះអ្នកដែលរងទុក្ខគឺជាអ្នកបន្ទាប់ពីជំនាញផ្ទះបានពន្យល់នាងហើយខ្មោចនាងឆោមក៏តបវិញយ៉ាងខ្លីថាខ្ញុំមិនឈប់ខ្ញុំនឹងសងសឹកនាងដោយដៃរបស់ខ្ញុំផ្ទាល់ចាំតែមើលទៅនិយាយតែប៉ុណ្ណឹងក៏បំបាំងកាយបាត់ទៅឯជំនាញផ្ទះបានត្រឹមតែសៅមងព្រោះហាមឃាត់នាងឆោមមិនបានលុះពេលព្រឹកព្រលឹមលោកយាយចាមដែលត្រូវជាយាយរបស់ម៉ូលីកាកំពុងតែចម្អិនអាហារនៅផ្ទះបាយជាមួយនឹងចុងភៅម៉ូលីកាក៏បានចូលមកជួយបេះបន្លែនិងធ្វើនេះធ្វើនោះយាយរបស់នាងឃើញចៅមកជួយបែបនេះយាយក៏សប្បាយចិត្តណាស់ក៏និយាយថាយាយពេញចិត្តនឹងចៅចូលមកជួយធ្វើការនៅផ្ទះបាយបែបនេះណាព្រោះវាគឺជាភារកិច្ចដែលស្ត្រីគ្រប់រូបតែងតែធ្វើហើយយាយរបស់ម៉ូលីកាក៏បានសួរនាងបន្តទៀតថាម្ដាយចៅមានដែរបង្រៀនចៅដែរឬអត់ម៉ូលីកាក៏ឆ្លើយតបដោយមិនរារែកថាគឺម៉ាក់បង្រៀនច្រើនណាស់លោកយាយម៉ាក់និងលោកយាយមិនខុសគ្នានោះទេម៉ូលីកានិយាយទាំងញញឹមយាយចាមស្ដាប់ទៅចៅទាំងញញឹមបិទមាត់មិនចិត្តនោះឡើយគាត់ក៏បានតបទៅម៉ូលីកាវិញថាឲ្យខុសគ្នាយ៉ាងម៉េចនឹងកើតព្រោះយាយផ្ទេរចំណេះដឹងឲ្យនាងគឺគ្មានសល់បន្តិចនោះទេនិយាយហើយក៏សើចក៏ក្រឹកពេលនោះគាត់ក៏ក្រឡេកទៅមើលឃើញករបស់ម៉ូលីកាមានស្នាមជាំគាត់ក៏បានសួរទៅចៅស្រីថាហើយករបស់ឯងកើតអីបានជាមានស្នាមជាំយ៉ាងនេះម៉ូលីកាមិនដឹងខ្លួននោះឡើយនាងឆ្លើយតបទាំងមុខឆ្ងល់និងយកដៃស្ទាបកហើយក៏បាននិយាយថាស្នាមជាំខ្ញុំគ្មានអារម្មណ៍ថាឈឺនោះទេលោកយាយខ្ញុំមិនបានទៅត្រូវនឹងអ្វីផងហេតុអីក៏មានស្នាមជ័រយ៉ាងនេះនិយាយរួចម៉ូលីកាក៏ប្រញាប់ទៅបន្ទប់ទឹកឆ្លោះមើលនាងពិនិត្យមើលឃើញករបស់នាងដូចជាមានស្នាមច្របាច់កទើបនាងនឹកឃើញកាលពីយប់មិញនាងបានលន់មាត់ថាយប់មិញជាការយល់សុបិនឬក៏ជាការពិតរួចហើយនាងក៏ងើបឈរមកក្រឡេកមើលជុំវិញខ្លួននៅក្នុងបន្ទប់ដោយទឹកមុខសង្ស័យបន្ទាប់មកនាងក៏ស្រែកសួរថាតើនៅក្នុងបន្ទប់នេះមានវិញ្ញាណមែនទេនៅពេលដែលនាងសួរបែបនេះថូផ្កានៅលើតុក៏ស្រាប់តែធ្លាក់មកដោយខ្លួនឯងដូចជាការផ្ដល់ចម្លើយដល់ម៉ូលីកាអញ្ចឹងម៉ូលីកាប្រកាសក្នុងចិត្តថាក្នុងបន្ទប់នេះពិតជាមានវិញ្ញាណពិតមែនតែនាងដូចជាគ្មានការភ័យខ្លាចអ្វីបន្តិចបន្តួចនោះទេ
ហើយបែរជាសម្ដែងចេញនៅទឹកមុខខឹងចំពោះវិញ្ញាណនោះទៅវិញមូលិកាបានចុះមកជួយធ្វើម្ហូបរបស់យាយរបស់នាងនៅផ្ទះបាយវិញតែទឹកមុខមិនស្រស់ដូចពីដំបូងនោះឡើយដោយចង់ដឹងអំពីរឿងវិញ្ញាណនៅក្នុងផ្ទះនេះនាងក៏បានសួរទៅលោកយាយនាងថាលោកយាយតើផ្ទះនេះមានអាយុកាលប៉ុន្មានឆ្នាំទៅហើយយាយចែមក៏បានរៀបរាប់ប្រាប់ចៅស្រីថាយាយមិនដឹងច្បាស់នោះទេតែតាមដែលយាយចាំគឺឆ្លងកាត់3ជំនាន់ទាំងយាយនេះហើយមូលិកាក៏ផ្ដោតអារម្មណ៍ស្ដាប់លោកយាយរបស់នាងរៀបរាប់ប្រាប់យ៉ាងយកចិត្តទុកដាក់រួចនាងក៏បានសួរទៅយាយរបស់នាងទៀតថាតើលោកយាយជឿទេថានៅក្នុងផ្ទះនេះមានវិញ្ញាណយាយចាមឆ្ងល់ណាស់ហេតុអ្វីសុកចៅរបស់គាត់សួររឿងបែបនេះគាត់ក៏បានឆ្លើយតបថាយាយមិនដែលជួបនោះទេក៏ប៉ុន្តែកំពុងតែចង់ដឹងតែលោកយាយរបស់នាងបង្ហើបត្រឹមតែពាក្យប៉ុណ្ណឹងមូលិកាក៏ជជែកសួរយាយរបស់នាងទៀតថាប៉ុន្តែយ៉ាងម៉េចលោកយាយប្រាប់មកណាកុំលាក់ចៅអីយាយចាមក៏ដូចជាមិនចង់និយាយរឿងនោះតែចៅស្រីខំប្រឹងជជែកសួរបែបនេះគាត់ក៏សម្រេចចិត្តប្រាប់រឿងនោះដល់មូលិកាថាយាយឮតគ្នាដែរទេគឺមានអ្នកបម្រើស្រីម្នាក់បានស្លាប់នៅក្នុងផ្ទះនេះឮថាវិញ្ញាណនាងនោះអុកលុកអ្នកនៅក្នុងផ្ទះនេះសម្បើមណាស់តែតាំងពីយាយដឹងក្តីមករស់នៅក្នុងផ្ទះនេះសុខសាន្តរហូតមិនដែលមានរឿងអ្វីកើតឡើងនោះទេមូលិកាស្ដាប់លោកយាយគេនិយាយប្រាប់រឿងនេះមូលិកាក៏ភ្លឹកគិតក្នុងចិត្តថាលោកយាយមិនដែលជួបប្រទះទេតែខ្ញុំមកគេងនៅទីនេះយប់ដំបូងបែរជាវិញ្ញាណខ្មោចនោះមកធ្វើបាបខ្ញុំទៅវិញឃើញចៅស្រីកំពុងតែភ្លឹកយាយចាមក៏សួរទៅនាងថាកំពុងគិតអ្វីហ្នឹងមើលទៅទឹកមុខចៅដូចជាមិនសប្បាយចិត្តសោះតើមានរឿងអ្វីមែនទេហើយនៅសុកក៏សួររឿងបែបនេះមូលិកាក៏ខំធ្វើទឹកមុខឲ្យរីករាយរួចក៏ឆ្លើយតបទៅលោកយាយវិញថាគ្មានរឿងអ្វីទេលោកយាយបានត្រឹមនៅក្បែរលោកយាយគឺសប្បាយចិត្តបំផុតទៅហើយមានរឿងអ្វីដែលធ្វើឲ្យចៅមិនសប្បាយចិត្តនោះយាយចាមដឹងថាចៅស្រីមានរឿងអ្វីដែលមិនចង់និយាយប្រាប់គាត់ក៏ទាញនាងយកមកអោបនឹងដើមទ្រូងរួចក៏អង្អែសក់នាងនិយាយថាយាយដឹងថាចៅមានរឿងលាក់ទុកក្នុងចិត្តមិនចង់និយាយប្រាប់យាយតែយាយក៏មិនបង្ខំឲ្យចៅទំលាយប្រាប់យាយនោះទេក៏ប៉ុន្តែបើរឿងនោះទាមទារការពិគ្រោះយោបល់ចៅមកពិគ្រោះយោបល់ជាមួយយាយបាននៅពេលណាដែលចៅចង់និយាយចៅក៏និយាយបន្តទៀតថាចាស់លោកយាយគឺជាយាយដ៏សែនល្អរបស់ចៅពេលនោះមូលិកានិយាយទាំងទឹកមុខមានក្តីសុខបំផុតក្រោយពីនាងទទួលអាហារថ្ងៃត្រង់រួចរាល់ហើយមូលិកាក៏នឹកឃើញចង់ទៅបាចចំណីត្រីនៅខាងក្រោយផ្ទះជាកន្លែងកម្សាន្តអារម្មណ៍រីឯខ្មោចទាំងឆោមក៏បានហោះតាមមូលិកាគ្រប់ទីកន្លែងនិងនៅក្បែរនាងគ្រប់ពេលវេលានាងរងចាំឱកាសល្អនិងសងសឹកមូលិកានៅពេលដែលឃើញមូលិកាទៅកន្លែងស្រះទឹកនោះនាងក៏ត្រេកអរណាស់ព្រោះថានាងនឹងបានឱកាសច្រើនមូលិកាទម្លាក់ទឹកឲ្យស្លាប់រីឯនៅលើកញ្ចុះមាត់ស្រះរបស់លោកយាយចាមនៅត្រើយខាងលិចមានបុរសសង្ហាវ័យក្មេងម្នាក់កំពុងតែបាចចំណីត្រីរីឯបុរសនោះស្លៀកពាក់ខោកាណាត់
ពាក់អាវសដៃវែងមួកដៃនិងមានពាក់ក្រវាត់កផងដែរចំណែកឯអាវធំរបស់គេគឺដាក់នៅលើបង្កាន់ដៃកញ្ចក់រូបគេមានឈ្មោះថាពុទ្ធាជាកូនធម៌របស់លោកយាយចាមគេគឺជាកូនអ្នកមានស្ដុកស្ដាម្នាក់ឬឯមូលិកាបាច់ចំណីត្រីនៅកញ្ចក់ខាងកើតស្រះពុទ្ធាដែលនៅខាងលិចស្រះក៏បានឃើញមូលិកានិងខ្មោចនឹងឆោមដែរនៅឈរពីក្រោយនាងតែពុទ្ធាចាប់អារម្មណ៍តែចំពោះខ្មោចនឹងឆោមតែប៉ុណ្ណោះព្រោះតែនាងស្លៀកពាក់បុរាណគេឆ្ងល់ថាតើគេស្លៀកពាក់បុរាណមកទីនេះធ្វើអ្វីនៅពេលនេះក៏ស្រាប់តែខ្មោចនាងឆោមច្រានមូលិកាទម្លាក់ទឹកពុទ្ធាបានឃើញហេតុការណ៍នេះដោយផ្ទាល់ឃើញមូលិកាកំពុងតែលង់ទឹកមិនបងអង្គគេក៏ប្រញាប់លោតទៅជួយសង្គ្រោះនាងពុទ្ធាក៏បានស្រង់មូលិកាចេញពីក្នុងស្រះមកដល់លើគោកសំណាងណាស់ដែលពុទ្ធាឃើញនាងចុះទៅជួយនាងទាន់ពេលវេលាកុំអីនាងនឹងស្លាប់ជាមិនខានពេលមកដល់លើគោកមូលិកាក៏ក្អកខេះខេះមើលទៅមុខដូចជាស្លន់និងឆ្លក់ទឹកជាខ្លាំងពុទ្ធាក៏សួរនាំឲ្យទឹកមុខបារម្ភថាយ៉ាងម៉េចហើយអ្នកនាងអាចទៅរួចដែរឬទេមូលិកាក៏កណ្ដាស់ឆាតរួចក៏ឆ្លើយទុកទៅវិញថាខ្ញុំមិនអីទេរួចហើយក៏កណ្ដាស់ម្ដងទៀតពុទ្ធាដើរទៅយកអាវធំរបស់ខ្លួនមកពាក់ឲ្យមូលិការួចហើយក៏បានសួរនាងទៀតថាតើមនុស្សស្រីស្លៀកពាក់បុរាណនោះគឺជាអ្នកណាខ្ញុំបានឃើញស្រីម្នាក់នោះច្រានអ្នកនាងទម្លាក់ទឹកនៅពេលពុទ្ធាសួរបែបនេះមូលិកាក៏មានការងឿងឆ្ងល់ព្រោះមូលិកាមិនដឹងទេថាមានមនុស្សស្លៀកពាក់បុរាណនៅពីក្រោយនាងមូលិកាក៏បានឆ្លើយតបទៅវិញថាខ្ញុំតាមមកតែម្នាក់ឯងគ្មានអ្នកណាមកតាមខ្ញុំនោះទេមូលិកាក៏បាននិយាយទៀតថាប្រហែលជាលោកមើលពីចម្ងាយច្រឡំហើយរីឯពុទ្ធាគេក៏បាននិយាយទៀតថាខ្ញុំបានឃើញច្បាស់ណាស់គេជឿជាក់ថាគេមើលមិនច្រឡំនោះទេគេក៏បានបញ្ជាក់ថាខ្ញុំមើលមិនច្រឡំទេខ្ញុំឃើញមនុស្សស្រីស្លៀកពាក់បុរាណដើរតាមក្រោយនាងខ្ញុំក៏ចាប់អារម្មណ៍និងឆ្ងល់ថាគេស្លៀកពាក់បុរាណបែបនេះមកធ្វើអ្វីមនុស្សស្រីម្នាក់នោះឈរពីក្រោយអ្នកនាងនៅពេលដែលអ្នកនាងកំពុងតែបាចចំណីត្រីហើយខ្ញុំក៏ឃើញស្ត្រីម្នាក់នោះច្រានអ្នកនាងទម្លាក់ទឹកតែម្ដងនៅពេលពុទ្ធាបញ្ជាក់បែបនេះមូលិកាក៏ជឿតាមហើយនាងក៏គិតមនុស្សស្រីម្នាក់នោះប្រកាសជាវិញ្ញាណខ្មោចជាមិនខានគឺជាវិញ្ញាណដែលច្របាច់កនាងតាំងពីយប់នាងក៏ខឹងនឹងខ្មោចនោះណាស់តែនាងមិនបង្ហាញអារម្មណ៍ឲ្យពុទ្ធាដឹងនោះទេនាងក៏ធ្វើដូចជាធម្មតាហើយក៏បាននិយាយថាអរគុណហើយដែលបានជួយស្រង់ខ្ញុំចេញពីទឹកអំបញ្ញមិញប្រសិនជាគ្មានលោកទេប្រហែលជាខ្ញុំលង់ទឹកនៅទីនេះស្លាប់ជាមិនខានមើលទៅពុទ្ធាដូចជាមិនអស់ចិត្តតតែសោះព្រោះគេបានឃើញច្បាស់ផ្ទាល់នឹងភ្នែកហើយមូលិកាបែរជាឆ្លើយថាគ្មានអ្នកណាច្រាននាងទៅវិញរីឯមូលិកាក៏បន្តនិយាយទៀតថាលោកបានជួយខ្ញុំគុណរបស់លោកខ្ញុំសងមិនអស់នោះទេដើម្បីជាការតបស្នងមូលិកាក៏អញ្ជើញពុទ្ធាទៅញ៉ាំបាយនៅក្នុងផ្ទះនិងដំណើរប្រាប់លោកយាយថាពុទ្ធាគឺជាអ្នកជួយជីវិតរបស់គេពុទ្ធាមានទឹកមុខញាក់ផ្អើលនិងលន់មាត់បែបនេះមូលិកាក៏សួរថាយ៉ាងម៉េចនឹងលោកពុទ្ធាដូចជាសប្បាយចិត្តណាស់នៅពេលដឹងថានាងជាចៅរបស់លោកយាយចាម